សូមរំលឹកចុច Subscribe ដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ថ្ងៃ Please click subscribe. You will get new creative videos every day. សូមទំនាក់ទំនងមកទិញសៀវភៅដែលលោកអ្នកកំពុងតែសិក្សានៅក្នុងវីដេអូនេះតាមរយៈលេខទូរស័ព្ទ 0858658 ឬក៏អ៊ីមែលទៅកាន់ thaidailyclasses@gmail.com សួស្តីបងប្អូនអរគ្នាថ្ងៃនេះ Thai Daily Classes បានត្រឡប់មកជួបបងប្អូនទាំងអស់គ្នាវិញហើយទាក់ទងទៅនឹងការរៀនអំពីភាសាថៃនៅក្នុងថ្ងៃនេះយើងនឹងរៀនបន្តទៅទៀតក៏ប៉ុន្តែមុននឹងរៀនបន្តសូមបងប្អូនកុំភ្លេចស្វែងរកបេតុង Subscribe ហើយចុច Subscribe សិនដើម្បីឲ្យបងប្អូនទទួលបាននៅមេរៀនថ្មីៗពី Thai Daily Classes ឥឡូវនេះយើងនឹងរៀនបន្តទៅទៀតគឺនៅក្នុងចំណុចទី2តមកពីថ្ងៃមុននៅក្នុងថ្ងៃនេះខ្ញុំក៏សូមអភ័យទោសផងដែរដោយសារតែផ្ដាសាយស្អកកអត់តន់បាត់ទេអញ្ចឹងប្រសិនបើបងប្អូនស្ដាប់ឮឬក៏មិនឮយ៉ាងណានោះក៏សូមអភ័យទោសផងអញ្ចឹងយើងនឹងរៀនបន្តទៅទៀតកុំឲ្យខាតពេលវេលាយូរគឺចំណុចទី2គឺហ្វឹកផាន់ខំធីមីហោណាំតើវឹកហាត់បដូរតើផាន់នឹងប្រែថាបដូរខំធីពាក្យដែលមីមានហនំមុខហណាំយើងអានថាហណាំប្រែថាហនំគឺហនំហ្នឹងគឺនេះដូចខាងមុខនេះខាងលើគេដាក់អត់មានពាក្យអបជញ្ញៈនៅខាងក្រោយទេប៉ុន្តែចាប់ពីជួរទី2ទៅគឺជាពាក្យដែលមានហនំតោះឥឡូវយើងចាប់ដើមគឺទី1គឺហាទី2ហាទី3ហាតោះហានេះគឺប្រែថារោគហារោគហានេះគឺប្រែថាអាសន្នរោគតោះអាសន្នរោគឬក៏រោគឆ្លងទៅមួយទៀតហានេះគឺប្រែថា5ឬក៏ចំនួន5ឬក៏ចំនួន5ទៅមួយទៀតជួរទី2ណាតោះណាខាងមុខគឺយើងចេះហើយគឺប្រែថាក្រាស់តើក្រាស់ណានេះគឺអត់ប្រែទេគឺអត់ប្រែទេទៅទៀតណានេះប្រែថាទី1ប្រែថាមុខយើងណាមុខមាត់យើងណាឧទាហរណ៍យើងដាក់ចង់និយាយថាមុខមាត់ដាក់ណាតាភ្នែកហ្នឹងណាដាក់តាពីក្រោយមកវាទៅជាមុខមាត់តើណាទី1គឺប្រែថាមុខទី2ប្រែថាទំព័រទី2ទំព័រហើយទី3ប្រែថារដូវប្រាំងរដូវរងាអញ្ចឹងណាហ្វុនតុកប្រែថារដូវវស្សាណាឡែងរដូវប្រាំងអញ្ចឹងទៅយើងទៅមួយទៀតគឺម៉ាយទៅទៀតម៉ាយនេះគឺប្រែថាទេឬក៏ឬទេប្រើសម្រាប់ភ្ជាប់នៅខាងក្រោយប្រយោគសំណួរទៅទៀតម៉ាយនេះគឺអត់ប្រែទេម៉ាយប្រែថាឆេះឧទាហរណ៍ហ្វៃម៉ាយប្រែថាភ្លើងឆេះដាក់ហ្វៃពីមុខមកហើយដាក់ម៉ាយនេះពីក្រោយមកគឺភ្លើងឆេះឥឡូវទៅមួយទៀតខាងក្រោមគឺមួយទៀតគឺយ៉ាតើយ៉ានេះគឺអត់ប្រែទេទៅទៀតយ៉ានេះគឺយ៉ាក៏អត់ប្រែដែរតើអត់ប្រែទេទៅទៀតយ៉ាមួយទៀតគឺយ៉ាប្រែថាស្មៅតើយ៉ានេះគឺស្មៅមកខាងក្រោមយាយតើយាយនេះគឺអត់ប្រែទេយាយធំតើយាយនេះប្រែថាធំយាយតូប្រែថាធំធេងឬក៏ធំហ្នឹងតទៅទៀតយាយនេះគឺអត់ប្រែទេជួរនេះគឺប្រែបានតែមួយទេយើងមើលខាងក្រោមគឺពាក្យចូលទី3គឺ
3 จุดอ่านเป็นคำอ่านเจียเปียขาค่านาขานั่นคือคำมุกคือប្រើសម្រាប់ប្រយោគសំណួរប្រើសម្រាប់ប្រយោគសំណួរឬក៏ប្រយោគដែលបញ្ជាក់ន័យឬក៏សង្កត់ន័យហើយប្រយោគខាងក្រោយគឺទៅលើប្រយោគធម្មតាប្រយោគយើងនិយាយធម្មតាណាគឺប្រែថាណាប្រើសម្រាប់ភ្ជាប់នៅខាងក្រោយប្រយោគសម្រាប់ឲ្យប្រយោគនឹងកាន់តែមានន័យច្បាស់លាស់ខ្មែរយើងគឺប្រែថាណានឹងឯងឧទាហរណ៍ថាអត់មានអីទេណាអញ្ចឹងណាតទៅមួយទៀតចំណុចទី4ទំព័រទី64គឺสีจุดฝึกอ่านคำฝึกหัดอ่านពាក្យฝึกแปลថាฝึกหัดอ่านคำแปลថាอ่านពាក្យតទៀតไหนไม่តទៀតไหวย่าតไหนแปลថាណានឹងគឺឧទាហរណ៍ที่ไหนទីណាคนไหนអ្នកណាអញ្ចឹងណាមិនមែនជាពាក្យណាដូចអានេះទេអានេះប្រើសម្រាប់សង្កត់ន័យពីក្រោយប្រយោគឲ្យប្រយោគកាន់តែមានន័យច្បាស់លាស់អានេះគឺប្រែថាណាឬក៏ឯណាឬក៏ទីណាអញ្ចឹងណាที่ไหนទីណាคนไหนអ្នកណាជាដើមអញ្ចឹងទៅម៉ៃថ្មីไว้ប្រែថាសំពះទី2ថ្វាយបង្គំไหว้พระថ្វាយបង្គំព្រះไหว้พ่อไหว้แม่ប្រែថាសំពះឪពុកម្ដាយឬក៏ថ្វាយបង្គំឪពុកម្ដាយអញ្ចឹងទៅយ៉ារួចហើយគឺស្មៅหญิงតទៀតหญิงប្រែថាស្រីឬក៏ស្ត្រីតស្រីឬក៏ស្ត្រីមួយទៀតใหญ่ប្រែថាធំใหญ่ធំណាប្រែហើយពីលើមិញហ្នឹងគឺមុខទី2ទំព័រទី3រដូវមកក្រោមមួយទៀតនោះថ្ងៃមុនក៏យើងមានដែរទី1គឺប្រែថានាងខ្ញុំនាងខ្ញុំមួយទៀតគឺកណ្ដុរសัตว์កណ្ដុរហើយមួយទៀតគឺពាក្យហៅកូនក្មេងអាទូចអាអូនអាកូងាអាពៅអានាងអីហ្នឹងគេហៅអាយនូអញ្ចឹងណាហ្នឹងហើយពាក្យហៅក្មេងសម្រាប់យើងស្រឡាញ់តមួយទៀតមកខាងក្រោមหมูជ្រូកតទៀតម៉ាឆ្កែនីប្រែថាកិច្ចឬក៏រត់កិច្ចនីកិច្ចឬក៏រត់កិច្ចមីខ្លាឃ្មុំមីខ្លាឃ្មុំមកខាងក្រោមមួយទៀតលងនឹងប្រែថាវង្វេងឬក៏លងនឹងឯងឧទាហរណ៍ថាលងរាក់លងស្រឡាញ់លួចស្រឡាញ់ឬក៏ស្រឡាញ់លងណាឧទាហរណ៍ដាក់រៈពីក្រោយមកលងរាក់ប្រែថាស្រឡាញ់ឬក៏លងស្រឡាញ់អញ្ចឹងទៅទៀតไหลប្រែថាស្មាយើងណាទៅទៀតหมูនេះប្រែថាក្រុមหมูក្រុមថ្ងៃនេះក៏សូមប៉ុណ្ណឹងចុះឥឡូវនិយាយឈប់ចង់លឺហើយវាស្អកកមែនតើសូមប៉ុណ្ណឹងចុះក៏សូមអរគុណបងប្អូនដែលបានតាមដានទេសនានិងសូមកុំភ្លេចចុច Subscribe នៅខាងក្រោមដើម្បីឲ្យបងប្អូនទទួលបាននៅមេរៀនថ្មីៗពី Thai Daily Classes នៅក្នុងថ្ងៃនេះក៏សូមអរគុណបងប្អូនដែលបានតាមដាននៅទេសនាវីដេអូនេះសូមលេខចុច Subscribe ដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ថ្ងៃ Please click subscribe. You will get new creative videos every day.
សូមទំនាក់ទំនងមកទិញសៀវភៅដែលលោកអ្នកកំពុងតែសិក្សានៅក្នុងវីដេអូនេះតាមរយៈលេខទូរស័ព្ទ 0858653464659 ឬក៏អ៊ីមែលទៅកាន់ thaidailyclasses@gmail.com